គន្លឹះសំណួរដ៏សំខាន់ចំពោះភាពជាអ្នកដឹកនាំគឺថាតើនិស្ស័យនៃភាពជាអ្នកដឹកនាំមានតាំងពីកំណើតឬក៏ជាសមត្ថភាពដែលត្រូវបានបង្កើតការសិក្សាស្រាវជ្រាវមួយរបស់មជ្ឈមណ្ឌលអង្គការអប់រំអន្តរជាតិរបស់បារាំងកាលពីឆ្នាំ1996បានបង្ហាញឲ្យឃើញថាសូម្បីតែឧបនិស្ស័យក៏បានដើរតួនាទីយ៉ាងសំខាន់ផងដែរហើយបរិយាកាសជាកត្តាដ៏ចម្បងមួយក្រុមដែលធ្វើការគ្រប់គ្រងគំនិតនេះប្រហែលជាបានសន្មតយ៉ាងច្បាស់ថាប្រសិនបើមានរឿងរ៉ាវដែលកើតឡើងស្រាប់ហើយនោះគ្រប់យ៉ាងប្រកាសជាអាចវាស់វែងបានហើយអង្គភាពជាសោកស្ដាយដែលមិនបានប្រើប្រាស់ការសាក់លបងណាមួយដើម្បីស្វែងរកទេពកោសល្យនិងភាពជាអ្នកដឹកនាំនោះទេទៅវិញយ៉ាងណាក៏ដោយប្រព័ន្ធធម្មវន្តដែលរឹងមាំជាវិធីសាស្ត្រដែលធ្វើការសិក្សាទៅលើភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុនអាជីវកម្មដោយលោក Golden Girl មើលឃើញពីភាពជាអ្នកដឹកនាំអាចប្រឈមនឹងអត្ថេជាច្រើនអត្ថេទាំងនោះដែលក្នុងការកំណត់ភាពជាអ្នកដឹកនាំមានចំនួនលើសលប់ឆ្លាស់គ្នាជាមួយនឹងភាពខុសគ្នាបន្តិចបន្តួចក្នុងពេលខ្លះការបង្ហាញជាលទ្ធផលមានទំហំធំភាពឆ្លាតវៃនៃប្រាជ្ញាអារម្មណ៍របស់អ្នកនិពន្ធជនជាតិអាមេរិកនិងទស្សនារម្មណ៍ចំណាស់និងថ្កល់របស់កវីនិពន្ធគឺយ៉ាតផ្ដល់នៅពន្លឺកាន់តែច្បាស់ពីអ្វីដែលអាចคล้ายទៅជាអ្នកដឹកនាំល្អព្រមជាមួយនឹងសេចក្តីត្រូវការដឹងនៅគុណនិងគុណសម្បត្តិផ្សេងទៀតដែលនាំឲ្យសម្រេចជោគជ័យសម្រាប់ក្រុមមួយការសិក្សាស្រាវជ្រាវបានបង្ហាញថាអ្នកដឹកនាំទាំងឡាយមានអារម្មណ៍យ៉ាងមុតមមបានប្រព្រឹត្តប្រសើរជាងអ្នកដឹកនាំទាំងឡាយណាដែលមានបទពិសោធន៍ឬមាន IQ ខ្ពស់យោងតាមសៀវភៅរបស់ស្ថាបនិកភាពជាអ្នកដឹកនាំរបស់លោក Robert កាលពីឆ្នាំ2003បានចងក្រងយ៉ាងទូលំទូលាយអំពីគោលការណ៍របស់បុគ្គលនៃភាពជាអ្នកដឹកនាំគាត់បានបង្ហាញយ៉ាងច្បាស់ដែលអ្នកដឹកនាំទាំងឡាយធ្វើការស្វែងរកមធ្យោបាយដើម្បីភ្ជាប់អ្នកពាក់ព័ន្ធចូលរួមចំណែកទាំងឡាយជាមួយគ្នានិងធ្វើឲ្យប្រកាសថាតម្រូវការដ៏ខ្ពស់បំផុតរបស់អ្នករួមចំណែកទទួលបានគ្រប់គ្រាន់នេះគឺជាឧទាហរណ៍ផ្សេងគ្នាដាច់ដោយឡែកពីឋានានុក្រមរបៀបគ្រប់គ្រងតាមបែបវិទ្យាសាស្ត្ររបស់លោកវិស្វករមេកានិកអាមេរិកកាំង Frederick Taylor នៅក្នុងសៀវភៅរបស់អ្នកនិពន្ធជនជាតិអាមេរិកកាំងដើមកំណត់លីបង់លោកតាលិបមានចំណងជើងថា The Black Swan ឬជាភាសាខ្មែរហៅថាស្វាខ្មៅក៏បានពន្យល់អំពីសមត្ថភាពក្នុងការវិភាគសន្មតក្នុងហេតុការណ៍នៃការទទួលជាគំរូភាពដល់អ្នកក្រមបង្គាប់ឬអ្នកជំវិញខ្លួនរបស់អ្នកដឹកនាំខ្សោយតាលិបបាននិពន្ធបង្កើតប្រទេសប្រឌិត2ដែលតំណាងឲ្យទស្សនៈបញ្យលមានឈ្មោះថាសម័យកាលដ៏វឹកវរបានកើតឡើងនៅក្នុង Eastmiston ដែលរឿងរ៉ាវទាំងស្រុងនឹកស្មានមិនដល់ដាក់បង្រួញរូបភាពបែបជាលក្ខណៈធរណីមាត្រដែលមានខ្សែកងគំនិតរបស់ក្រុមហ៊ុនជាការសន្មតថាយើងទាំងអស់គ្នាកំពុងស្ថិតនៅក្នុង Midi-Kristen ដែលជាទីតាំងលបមានបទពិសោធន៍នៅក្នុងការសន្និដ្ឋាននាពេលអនាគតដោយអនុវត្តតាមបន្ទាត់គោលការណ៍គណិតវិទ្យានិងតាមរយៈបន្ទាត់អត្ថេធម្មតារបស់ខ្សែកងសង្គមនិងសាលារៀនហាក់ដូចជាជឿទៅលើភាពឆ្លាតវៃដែលបានមកពី Midi-Kristen ដោយអាចធ្វើឲ្យប្រសើរពី Eastmiston ភាពអស្ចារ្យប្រសើរឡើងជាធម្មតាទូទៅមិនបាននៅលើខ្សែកងធម្មតានោះទេប្រសិនបើទេពកោសល្យមាននៅលើខ្សែកងធម្មតា 2% នៃមនុស្សមួយចំនួនគួរតែត្រូវបានចាត់ចូលនៅក្នុងប្រភេទអ្នកមានទេពកោសល្យការលេងកីឡាក៏ជាការសិក្សាមួយទៀតដែលងាយនឹងកំណត់សម្គាល់ពីទេពកោសល្យនៃភាពជាអ្នកដឹកនាំផងដែរភាពជាអ្នកដឹកនាំដែលមាននៅក្នុងឋានៈនៅក្នុងទស្សនៈដ៏ល្អរបស់លោក Garner ចិត្តវិទូសញ្ជាតិអាមេរិកហាក់ដូចជាមានបរិបត្តិជាក់លាក់ផងដែរលោកបានលើកឡើងថាយើងអាចដឹងថាមនុស្សម្នាក់អាចក្លាយជាអ្នកដឹកនាំបាននៅក្នុងការលេងកីឡាពួកគេត្រូវប្រកួតប្រជែងគ្នាដាច់ខាតប៉ុន្តែមិនមែនជាអ្នកដឹកនាំនៅក្នុងថ្នាក់គណិតវិទ្យាឬអ្នកដឹកនាំនៅក្នុងការងារគម្រោងណាមួយឡើយដោយទស្សនវិជ្ជានិងក្រមសីលធម៌ដែលមានគុណតម្លៃប្រកបដោយសាមគ្គីភាពជាមួយនឹងវិន័យរឹងមាំគឺមាននៅក្នុងនោះការធ្វើឲ្យសម្រេចតែម្ដងគឺមានភាពស្មុគស្មាញជាងអ្វីដែលបានធ្វើការសាក់លបងឬសាក់លបងម្ដងឬពីរដងទៅទៀតជាការស៊ើបអង្កេតឬការត្រួតពិនិត្យចំនួនត្រង់នេះវិញដោយឃើញការបកស្រាយនៅក្នុងព្រះគម្ពីរ King James Bible ថាភាពវឹកវរជាប់ទាក់ទងទៅនឹងប្រព័ន្ធដឹកនាំជាញឹកញាប់ការកើតឡើងដំបូងជាច្រើនអាចដល់ទីចុងក្រោយនិងការលើកឡើងក្រោយជាច្រើនអាចមកមុនវិញបន្ថែមពីលើនេះសាលាជាច្រើនហាក់ដូចជាប្រតិបត្តិការក្បួនទី Frederick Taylor ដែលសិក្សាជាច្រើន
ច្រើនបានដែលសិស្សជាច្រើនបានបញ្ចេញនៅទស្សនៈនិស្ស័យរបស់ពួកគេខាងអ្វីមួយនឹងផ្ដោតសំខាន់តិចតួចអាចដាក់បញ្ចូលទៅក្នុងការធ្វើការជាក្រុមផ្សេងគ្នាហើយអារម្មណ៍ភាពឆ្លាតវៃឬភាពនឹងថ្កល់ការជិះត្រឡប់និងភាពជាអ្នកដឹកនាំពិតប្រាកដក្របដណ្ដប់ទៅលើអ្នកដទៃទ្រឹស្ដីប្រព័ន្ធឆ្លាស់ដែលរឹងមាំបានផ្ដល់ឲ្យនៅដំណោះស្រាយថ្មីមួយសម្រាប់ដោះស្រាយប្រព័ន្ធស្មុគស្មាញដែលបានលើកឡើងជាទ្រឹស្ដីប្រព័ន្ធធម្មវន្តនេះត្រូវបានបង្កើតឡើងសម្រាប់ជីវសាស្ត្រតែសម្រាប់ស្វែងរកផងដែរនៅការស្រាវជ្រាវទីតាំងវិទ្យាសាស្ត្រសង្គម DST គឺជាការរួមបញ្ចូលទ្រឹស្ដីរវាងភាពមហន្តរាយនិងភាពវឹកវរហើយស្វែងរកដើម្បីពន្យល់អំពីភាពស្មុគស្មាញដែលជាទីតាំងមានអត្ថន័យឆ្លាស់គ្នាច្រើនហើយប្រព័ន្ធធ្វើការផ្លាស់ប្ដូរជាតារាគំរូឧទាហរណ៍ជាច្រើននៃប្រព័ន្ធឆ្លាស់មានដូចជាអាកាសធាតុរលកចំហាយរបស់វាជាដើមនៅក្នុងប្រព័ន្ធឆ្លាស់ភាពខុសគ្នាមួយអាចធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដូចជាកម្លាំងនៃភាពត្រដាងស្លាប់បក់របស់សត្វមេអំបៅនៅទីក្រុងប៉េកាំងបណ្ដាលឲ្យមានព្យុះភ្លៀងផ្គររន្ទះដល់ទីក្រុងញូវយ៉កនៅខែបន្ទាប់វាគឺជាការនិយាយទូទៅរបស់ DST នៃការចាប់ផ្ដើមដំណើរទៅមុខដើម្បីបង្ហាញអំណាចនៃការផ្លាស់ប្ដូរដោយផលប៉ះពាល់ពីកត្តាតូចៗគន្លឹះមួយនៃចរិតលក្ខណៈរបស់ប្រព័ន្ធឆ្លាស់ដែលបកស្រាយដោយអ្នកនិពន្ធជនជាតិហ៊ុឡង់ Guy de Bot គឺថាការចូលទៅដល់ការពិនិត្យនិងការសន្មតអាចជាបញ្ហាមិនដាច់ស្រេចភាពជាអ្នកដឹកនាំនិងភាពឆ្លាតវៃមានភាពខុសគ្នាជាច្រើនណាស់ហើយមិនមែនអាចគ្រប់ទំហំនៃការផលិតបានទាំងអស់សុទ្ធតែចេញអំពីពុំតែមួយនោះទេប៉ុន្តែប្រហែលជាសង្ខេបសេចក្តីនិងបរិបត្តិវាមានភាពជាក់លាក់ចែករំលែកនៃទស្សនវិជ្ជានិងការចែករំលែកលក្ខណៈជាគុណភាពបែបវិទ្យាសាស្ត្រនិយមជាដើមព្រមទាំងជាឥទ្ធិពលច្រើនផ្នែករូបភាពត្រចះត្រចង់ពោះត្រដែតដែលជាទ្រឹស្ដីរបស់ Gano គំរូទ្រឹស្ដី DST អនុញ្ញាតឲ្យការអនុវត្តសម្រាប់អេដតីផ្សេងទៀតនិងធ្វើការអភិវឌ្ឍជាមធ្យោបាយដើម្បីដោះស្រាយហើយ DST ក៏បានដល់នៅច្រកសម្រាប់គោលបំណងផ្សេងៗទៀតព្រមទាំងចូលរួមជាមួយនឹងទ្រឹស្ដីបន្តបន្ទាប់សម្រាប់បង្កើតរូបរាងប្រព័ន្ធធម្មវន្តដ៏ប្រកបប្រជាមួយ DST ជាទស្សនៈសន្មតចំពោះភាពជាអ្នកដឹកនាំថាភាពជាអ្នកដឹកនាំគឺជាដំណើរការដ៏ស្មុគស្មាញជាមួយនឹងអត្ថេស្រពិចស្រពិលក៏ដូចជាអត្ថេដែលមិនមានបង្ហាញរូបរាងភាពជាអ្នកដឹកនាំគឺជាប្រព័ន្ធនៃភាពប្រកបដែលមនុស្សទាំងឡាយពិបាកយល់តាមរយៈការអានឬប្រកបដែលអាចរីកចម្រើនលូតលាស់ល្អប្រសើរងាយយល់រហូតដល់ពេលដែលគេបានរកឃើញនិងបង្កើតមុខវិជ្ជាដើម្បីបង្រៀនដល់ថ្នាក់ក្រោយបរិញ្ញាបត្រក្នុងសាកលវិទ្យាល័យនានាភាពឆ្លាតវៃនិងភាពជាអ្នកដឹកនាំវាប្រដូចទៅនឹងអាកាសធាតុដូច្នោះដែរយើងអាចនឹងធ្វើការរួមបញ្ចូលភាពខុសប្លែកផ្សេងគ្នានិងអត្ថេបន្ថែមទៀតនៅក្នុងការទស្សន៍ទាយរបស់យើងដើម្បីបានជាមូលដ្ឋាននៃភាពខ្លាំងនៅក្នុងការសន្មតប៉ុន្តែមិនថាយើងធ្វើអ្វីនោះទេយើងត្រូវរកឲ្យឃើញថារយៈពេល5ថ្ងៃអាកាសធាតុទទួលរងការតាក់ទងតិចតួចជាញឹកញាប់ជាមួយនឹងលក្ខខណ្ឌដំបូងនិងការសន្មតអាចចាត់ទុកថាបានការមានឧទាហរណ៍ដែលអាចចាត់ទុកថាជាបានការនៅក្នុងការបង្ហាញភាពខ្លាំងនៃភាពជាអ្នកដឹកនាំនៅក្នុងនោះគេនិយាយអំពីវងចចកដែលបានដឹកនាំវងរបស់ខ្លួនដើរកាត់ពីទី1ទៅទី1ទៀតដើម្បីដល់គោលដៅរបស់ខ្លួនដែលបានកំណត់សូម្បីតែរូបភាពខាងក្រោមនេះបើមើលទៅតាមរូបភាពវាហាក់ដូចជារប៉េះរប៉ោះបន្តិចប៉ុន្តែការដឹកនាំត្រូវបានបែងចែកនិងរៀបចំប្រកបដោយផែនការច្បាស់លាស់គំរូភាពនៃភាពជាអ្នកដឹកនាំរបស់វងចចកត្រូវបានផ្សព្វផ្សាយតគ្នាជាច្រើនតាមប្រព័ន្ធអ៊ីនធឺណិតជាមួយនឹងការពន្យល់ងាយមិនតែប៉ុណ្ណោះសម្រាប់ក្រុមហ៊ុនសហគ្រាសជាច្រើនក្នុងពេលបច្ចុប្បន្នក៏បានយកសេចក្តីពន្យល់នោះមកធ្វើការអនុវត្តដើម្បីភាពរីកចម្រើនផងដែររូបភាពបង្ហាញពីវងចចក25ក្បាលដើរលើខ្សែបន្ទាត់តែមួយក្នុងតំបន់ធ្លាក់ព្រិលបិទផ្លូវចិត្តអស់ក្រុមដំបង3ក្បាលដើរជួបមុខគេគឺជាចកចាស់ហើយឈឺនាំមុខគេដោយផ្ដាល់បានសម្រាប់វងទាំងមូលអមដោយ5ក្បាលបន្ទាប់មុខនិង5ក្បាលបន្ទាប់ក្រោយជាចកក្មេងខ្លាំងនៅចំកណ្ដាលជួរមាន11ក្បាលជាប្រភេទចកធម្មតាឆាប់ជ្រួលច្របល់នៅមានមួយក្បាលចុងក្រោយអាចនិយាយបានថាជាមេដឹកនាំរបស់វងចកសម្រាប់ជួរមុខចាស់ផងឈឺផងមិនអាចដើរក្រោយបានទេអាចនឹងដើរមិនទាន់វងផងហើយគ្រោះថ្នាក់ផងប្រឈមនឹងការបាត់ដាននាំឲ្យបែកវងបើទោះបីជាយ៉ាងណាក៏ដោយនៅបន្ទាប់ពីចកចាស់ទាំងនោះមានចកខ្លាំងក្មេងៗ5ក្បាលដែលមានសមត្ថភាពមើលឃើញច្បាស់អំពីស្ថា
នភាពខាងមុខនិងជួរកណ្ដាលព្រមទាំងងាយនឹងឆ្លាស់ទៅខាងមុខបានយ៉ាងលឿនដើម្បីជួយការពារក្នុងករណីដែលមានសត្រូវវាយស្ទាក់ពីមុខពួកចចកអាចលះបង់ដើម្បីប្រយុទ្ធក្នុងរយៈពេលដ៏ខ្លីហើយចចកខ្លាំងដែលដើរបន្ទាប់ងាយនឹងផ្ដល់ជំនួយបានភ្លាមៗក្រៅពី5ក្បាលខ្លាំងនៅខាងមុខនៅមាន5ក្បាលទៀតដែលលើកខ្លាំងនៅបន្ទាប់ក្រោយអាចជួយការពារវងនៅជួរកណ្ដាលផងនិងជាក្រុមដែលមើលការខុសត្រូវចំពោះចចក11ក្បាលដែលងាយនឹងជ្រួលច្របល់ផងមួយក្បាលចុងក្រោយដែលដើរក្រោយគេជាចចកខ្លាំងជាងគេលឿននិងមើលបានឆ្ងាយនៅក្នុងការបញ្ជៀសគ្រោះថ្នាក់ផងហើយលឿននៅក្នុងការផ្ដល់ជំនួយគ្រប់សមាជិកទាំងមុខនិងក្រោយវាជាមេដឹកនាំដែលផ្ដល់ការទុកចិត្តដល់សមាជិកក្រុមនិងបែងចែកគ្រប់គ្រាន់ទៅតាមប្រភេទសមាជិកដើម្បីធានាថាវងរបស់ខ្លួនបានទៅដល់ទិសដៅដោយសុវត្ថិភាពក្រុមទី1ជាក្រុមពពួកចចកចំណាស់ចាស់ជាងគេមានភាពជរាហើយយឺតដូច្នេះនៅខាងមុខដើម្បីធ្វើការណែនាំផ្លូវដោយមិនបាច់ងាកឲ្យឆ្វេងទៅស្ដាំឬខាងក្រោយនោះឡើយហើយក៏មិនចាំបាច់ខ្វល់អំពីរឿងរ៉ាវដែលកើតឡើងមាននៅក្នុងក្រុមនោះដែរពួកគេគ្រាន់តែដើរឲ្យត្រូវផ្លូវដែលគេធ្លាប់ដើរកន្លងទៅបានហើយពួកគេប្រៀបដូចជាមន្ត្រីចាស់ដែលក្រុមមួយនេះត្រូវទាញការចូលរួមយល់ព្រមជាមុនសិនពីសមាជិកផ្សេងទៀតនៅក្នុងការដើរទៅមុខនៅលើផ្លូវដដែលនេះសម្រាប់ក្រុមទី1នេះត្រូវបានរឹងប្រាំងបន្តិចដោយត្រូវដាក់ខ្លួនឯងថាជាអ្នកដឹកនាំពីព្រោះពួកគេគឺជាអ្នកដឹងច្បាស់ចំពោះផ្លូវទៅមុខគ្របដណ្ដប់ទៅដោយព្រោះវាគឺជាការរៀបចំមួយទុកឲ្យសមាជិកផ្សេងទៀតដើរតាមដោយងាយស្រួលមិនចាំបាច់រងចាំគិតដល់ថាតើពួកគេប្រើប្រាស់មធ្យោបាយណាដើម្បីទៅមុខដោយមិនខុសឆ្គងនេះជាការផ្ដល់ទំនុកចិត្តនិងផ្ដល់តម្លៃខ្ពស់ចំពោះបទពិសោធន៍ក្រុមទី2ក្រុមមួយនេះជាក្រុមក្នុងកម្រិតអ្នកគ្រប់គ្រងថ្នាក់កណ្ដាលកិច្ចការងារការយកចិត្តទុកដាក់អាស្រ័យទៅលើក្រុមទី1ដើម្បីប្រកាសថាពួកគេរក្សាដំណើរឲ្យទាន់និងគៀកជាប់ជាមួយនឹងក្រុមទី1ចម្រាញ់ចោលនៅរាល់កត្តាអវិជ្ជមានទាំងឡាយដោយសមាជិកក្រុមដែលមានហើយនឹងត្រូវដឹងច្បាស់ពួកគេមកទាន់នឹងនៅគៀកនឹងក្រុមទី1បន្តបន្ទាប់រក្សាវងចចកក្រុមទី1ជាមួយនឹងស្ថានភាពប្រសើរដោយកុំខ្វល់និងស្ដាប់អ្វីទាំងអស់នៅគំនិតផ្សេងដែលបណ្ដាលមកពីការភ័យខ្លាចក្រុមធំជាងគេវងចចកទាំងនេះជាប្រភេទប្រដូចទៅនឹងបុគ្គលទូទៅជាទូទៅតែងតែមានអារម្មណ៍មិនសប្បាយចិត្តហាក់ហត់នឿយនៅរឿងរ៉ាវកំពេចកំពុកកំពុងកាត់ឡើងពួកគេមានអារម្មណ៍ថាហាក់ដូចជាមិនទទួលបាននូវការយកចិត្តទុកដាក់អ្វីសោះហើយតែងតែរអ៊ូរទាំចំពោះក្រុមចចករបស់ខ្លួនស្ទើរតែគ្រប់រឿងរ៉ាវតែមិនដែលបានធ្វើការផ្លាស់ប្ដូរចំពោះខ្លួនឯងសោះឡើយក្រុមចុងក្រោយចចកទាំងនេះត្រូវបានកត់សម្គាល់ឈ្មោះថាជាអ្នកដឹកនាំពិតប្រាកដនៅក្នុងក្រុមហ៊ុនប្រដូចទៅនឹងក្រុមទី2ដែរបុគ្គលិកដែលចង់បំបែកផ្លូវចាស់ហើយចង់បង្កើតចលនាថ្មីក្នុងក្រុមហ៊ុនរបស់ខ្លួនគឺមិនអាចផុតអំពីផ្នែករបស់ក្រុមនេះបានឡើយពួកគេផ្ដល់សារដល់ក្រុមចចកខាងមុខដើម្បីទប់ស្កាត់ភាពច្របូកច្របល់នេះដោយទទួលបាននូវការលើកទឹកចិត្តបើទោះបីជាការអល់អែកដោយការមិនសប្បាយចិត្តប៉ុន្តែបានកំណត់នូវការផ្លាស់ប្ដូរយ៉ាងច្បាស់ចចកមួយក្បាលលើក្រោយគេបើគ្រាន់តែមើលលេងអាចហៅគាត់ថាជាបុគ្គលកំសាជាអ្នករំខានឬអាចនិយាយបានថាគាត់ជាសហគ្រិនចំណានមួយរូបជាការពិតបើជាមេដឹកនាំគាត់គឺជាបុគ្គលដែលពូកែមួយរូបដែលបានគិតគូរវែងឆ្ងាយឈរនៅពីក្រោយមើលឃើញពីវិសាលភាពរបស់ក្រុមទាំងមូលគ្រប់ជំហាននិងបន្តដំណើរប្រសិនបើវានៅតែជាមធ្យោបាយល្អបំផុតសម្រាប់នៅខាងមុខគាត់នឹងមានសេចក្តីសម្រេចចិត្តយ៉ាងច្បាស់មួយប្រសិនបើគាត់ស្ថិតនៅក្នុងក្រុមហ៊ុនដឹកនាំក្រុមចុងក្រោយក្នុងការធានាការគិតយ៉ាងសកម្មឬបំបែកការចាប់ផ្ដើមចាក់គោលដៅនិងចាប់ផ្ដើមដំណើរយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនសេចក្តីសម្រេចចិត្តរបស់ចចកចុងក្រោយក៏កំណត់ផងដែរប្រសិនបើក្រុមហ៊ុនចុងក្រោយកំពុងតែបំបែកខ្លួនចេញឬចូលរួមជំកម្លាំងដើម្បីធ្វើការផ្លាស់ប្ដូរអង្គភាពប្រសិនបើរឿងអាក្រក់គាត់នឹងជាអ្នកទី1ដែលអាចបំបែកអង្គភាពទៅជាបំណែកដូចរងតែនៅពេលដែលក្រុមមួយទទួលបាននៅអ្វីដែលកំពុងកើតឡើងនៅខាងក្រោយនោះគឺជាពេលដែលត្រូវបានមកដល់តំបន់ប្រយុទ្ធជាស្រេចតែបើជារឿងល្អបុគ្គលប្រភេទនេះហើយដែលបានលីគ្រប់បែបយ៉ាងសម្រាប់អង្គភាពចចកនៅលើភ្នំស្រាប់ដែលឈ្លានពានដូចចចកដែលកំពុងតែឡើងនៅលើភ្នំនោះឡើយឧទាហរណ៍នៃមេរៀនវងចចកនេះបានផ្ដល់នៅទស្សនទានជាគំរូមួយអំពីប្រសិទ្ធភាពនិងប្រសិទ្ធផលនៃក្រុមដែលធ្វើការប្រកបដោយដំណើរការនិងការប្រស្រ័យទាក់ទងច្បាស់លាស់មានភាពខ្លាំងជាមូលដ្ឋានរបស់ក្រុមនិងភាពជាអ្នកដឹកនាំនៅក្នុងការសម្រេចប្រកបដោយអំណាចគ្រប់គ្រាន់អំណាចនៃភាពជាអ្នកដឹកនាំមនុស្សជាច្រើនជឿជាក់ថាភាពជាអ្នកដឹកនាំគឺមានន័យថាឬក៏មានអំណាចខ្លាំងក្លា
ភាពជាអ្នកដឹកនាំក្នុងអង្គភាពនានាមានសន្តានខុសៗគ្នានិយាយឲ្យងាយយល់អ្នកដឹកនាំគឺជាបុគ្គលម្នាក់និងពោពេញទៅដោយអត្ថន័យផ្សេងគ្នាដែលបានដាក់ទិសដៅក្នុងកិច្ចខិតខំប្រឹងប្រែងនិងឥទ្ធិពលឲ្យមនុស្សបើតាមទិសដៅនោះរបៀបដាក់ទិសដៅនិងឥទ្ធិពលលើមនុស្សគឺអាស្រ័យទៅលើកត្តាផ្សេងដែលយើងនឹងវែកញែកខាងក្រោមបន្ទាប់មកដើម្បីឲ្យកាន់តែច្បាស់ចំពោះទូនីតិនៃភាពជាអ្នកដឹកនាំអ្នកគួរតែរំលឹកសង្ខេបនៅទ្រឹស្ដីខ្លះរបៀបកត់សម្គាល់ផ្សេងរបស់ភាពជាអ្នកដឹកនាំនិងរំលឹកឡើងវិញខ្លះអំពីលក្ខណៈដែលបានធ្វើការស្នើសុំនិងចរិតលក្ខណៈដែលបានដឹកនាំទាំងឡាយណាដែលគួរតែមានក្រៅពីនេះបណ្ដាឡៃគួរតែអាចជួយអ្នកនៅក្នុងការយល់ដឹងខ្ញុំធ្លាប់ដឹកនាំហើយខ្ញុំធ្លាប់ធ្វើជាអ្នកដឹកនាំតាមគេនៅតាមគោលដៅដែលបានកំណត់សម្រាប់ធ្វើឲ្យអង្គភាពរីកចម្រើនផងដែរបុគ្គលមួយចំនួនបានធ្វើការជ្រើសរើសយកគំរូភាពជាមួយនឹងបុគ្គលជាច្រើនដើម្បីធ្វើការអនុវត្តសម្រាប់អាជីវកម្មផ្ទាល់ខ្លួនបុគ្គលល្បីៗសម្រាប់ទសវត្សរ៍ទី21នេះមានដូចជាមហាសេដ្ឋីសកលលោករហូតដល់3ទសវត្សរ៍លោក Bill Gates បុរសវ័យចំណាស់ខាងផ្នែកវិនិយោគ Warren Buffett អតីតកីឡាករនិងជាប្រធានាធិបតីអាមេរិកបច្ចុប្បន្នលោក Donald Trump ជាស្ថាបនិកក្រុមហ៊ុនផ្លាស់ប្ដូរពិភពលោកលើវិស័យទូរស័ព្ទវៃឆ្លាតកីឡាករជោគជ័យនៅក្នុងវិស័យអចលនទ្រព្យនៅពេលដែលយើងក្រឡេកមើលទៅកាន់ទសវត្សរ៍បន្ទាប់ឃើញថាអ្នកដឹកនាំត្រូវតែជាបុគ្គលមានឥទ្ធិពលជាងអ្នកដទៃនៅក្នុងសៀវភៅនេះបានធ្វើការជ្រើសរើសយកលោក Bill Gates ជាឧទាហរណ៍គំរូក្នុងអាជីវកម្មសម្រាប់ការដឹកនាំគាត់មានចំណុចខ្លាំងជាច្រើនដែលអ្នកអាជីវកម្មអាចប្រតិបត្តិតាមក្នុងការបង្កើតអាជីវកម្មថ្មីខាងក្រោមនេះគឺជាការស្រាវជ្រាវបន្ថែមអំពីគាត់កាលពីឆ្នាំ1993លោក William Henry Gates ដែលមហាជនទូទៅបានស្គាល់ថា Bill Gates ឬហៅឈ្មោះតែមួយម៉ាត់ថា Gates ជាបេក្ខជនដែលត្រូវបានផ្ដល់ជូននៅពានរង្វាន់ដោយគម្រោងពិភពកុំព្យូទ័រ Smithsonian អំពីភាពជាអ្នកដឹកនាំល្អក្នុងការទទួលបានជ័យជំនះពេញមួយជីវិតរង្វាន់នេះត្រូវបានផ្ដល់ជូនលោក Bill Gates សម្រាប់ការចូលរួមរបស់លោកយ៉ាងសកម្មនៅក្នុងការធ្វើឲ្យមានការផ្លាស់ប្ដូរនៅក្នុងវិស័យបច្ចេកវិទ្យាដែលជាមនោគតិច្បាស់លាស់និងសម្រាប់ការឈានទៅរកទស្សនវិស័យដ៏ទូលំទូលាយនៅក្នុងបច្ចេកវិទ្យាព្រមទាំងអត្ថប្រយោជន៍ដែលបានដល់សង្គមផងដែរនៅក្នុងឆ្នាំ1996លោក Gates បានជាប់ឈ្មោះថាជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យាប្រចាំឆ្នាំដែលបានផ្ដល់ជូនដោយអ្នកគ្រប់គ្រងរបស់ InstariWik សម្រាប់ការណែនាំអំពីកិច្ចសហប្រតិបត្តិការនិងសមត្ថភាពគ្មានពីររបស់គាត់ធ្វើឲ្យក្រុមហ៊ុនរបស់គាត់មានឈ្មោះថា Microsoft Corporation ដែលទទួលបានការផ្លាស់ប្ដូរភ្លាមៗក្នុងសហគ្រាស